យុគសម័យដែលអ្នកភូមិពោរពេញទៅដោយព្រៃព្រឹក្សាខ្ពស់ត្រដែតនិងសម្បូរសត្វព្រៃនៅជើងភ្នំដងរែកមានភូមិមួយឈ្មោះថាភូមិសិលាទីនោះមានកុមារម្នាក់ឈ្មោះថាសុកមិនមែនជាក្មេងដែលមានវាសនាល្អដូចក្មេងដទៃឡើយគេបានបាត់បង់ឪពុកម្ដាយក្នុងគ្រោះអាសន្នរោគតាំងពីដឹងក្ដីមកម្ល៉េះបន្សល់ទុកតែម្នាក់ឯងដើរដេកតាមសម្យាផ្ទះអ្នកភូមិបរិភោគបាយដែលគេឲ្យប៉ុណ្ណោះដោយក្ដីសង្វេគដល់វាសនាកុមារកំព្រាព្រះគ្រូចៅអធិការវត្តភ្នំត្បែងដែលជាព្រះសង្ឃមានសីលធម៌ខ្ពង់ខ្ពស់និងល្បីល្បាញខាងវិជ្ជាផ្លូវងងឹតនិងផ្លូវភ្លឺបានយកសុកមកចិញ្ចឹមបីបាច់ថែរក្សានៅក្នុងវត្តក្នុងវ័យកុមារសុកមិនដូចក្មេងដទៃដែលចូលចិត្តលេងសើចសប្បាយនោះទេគេជាក្មេងស្ងប់ស្ងាត់ភ្នែកមុតមាំនិងមានការចងចាំល្អរៀងរាល់យប់ក្រោមពន្លឺចង្កៀងក្នុងសាលាធម្មសភាដែលស្ងាត់ជ្រងំសុកតែងតែអង្គុយបត់ជើងយ៉ាងរៀបរយនៅចំពោះមុខព្រះគ្រូចៅអធិការបានចាប់ផ្ដើមបង្រៀនគេពីមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រនិងសាស្ត្រាស្លឹករឹតនិងការសូត្រធម៌ជាដើមប៉ុន្តែអ្វីដែលសុកចាប់អារម្មណ៍បំផុតគឺការរៀនអំពីធាតុទាំង4និងរបៀបបង្រួមចិត្តឲ្យមានសមាធិមុតមាំថ្ងៃមួយព្រះគ្រូបាននាំសុកទៅកាន់រូងភ្នំខាងក្រោយវត្តរួចមានធរណីកាថាសុកអើយវិជ្ជាដែលតាបង្រៀនឯងនេះមិនមែនជារបស់លេងសើចទេវាគឺជាអាវុធមុខពីរបើឯងប្រើវាដើម្បីក្នុងផ្លូវល្អវានឹងក្លាយជាសិរីសួស្តីបើឯងប្រើវាដើម្បីបំពេញលៀបសក្ការៈវានឹងក្លាយជាភ្លើងដុតរោលខ្លួនរបស់ឯងមិនខានចាប់ពីថ្ងៃនោះមកសុកបានវឹកហាត់យ៉ាងខ្លាំងក្លាគេអង្គុយសមាធិក្នុងព្រៃម្នាក់ឯងនៅពេលយប់ដើម្បីផ្ចង់ស្មារតីមិនឲ្យតក់ស្លុតនឹងសម្រាយសត្វសាហាវឬខ្មោចព្រាយបិសាចព្រះគ្រូបានប្រើដែកចារឹកអក្ខរបុរាណនៅលើខ្នងនិងដើមទ្រូងរបស់សុករាល់ពេលដែលដែកចាចុះលើសាច់សុកត្រូវសូត្រមន្តសង្រួមកាយចិត្តរហូតដល់ឈាមដែលហូរចេញមកคล้ายជាមានពណ៌ក្រហមខុសពីធម្មតាដែលជាសញ្ញានៃស្បែកស្ពាន់គេរៀនពីរបៀបគាថាមហានិយមដើម្បីឲ្យមានមនុស្សស្រឡាញ់និងគាថាមហាកម្លាំងដើម្បីឲ្យមានកម្លាំងដូចដំរីសាអស់រយៈពេលជាច្រើនឆ្នាំសុកបានក្លាយជាយុវជនម្នាក់ដែលមានសាច់ដុំមាំមួននិងមានកែវភ្នែកពោពេញទៅដោយអំណាចគេដើរលើបន្លាដោយមិនមុតគេអាចដកដង្ហើមក្នុងទឹកបានយូរនិងស្ដាប់ដឹងអំពីចលនារបស់សត្វព្រៃក្នុងរាប់ចម្ងាយម៉ឺនយោជន៍មុនពេលព្រះគ្រូចៅអធិការចូលទីវគតលោកបានហៅសុកមកចិត្តរួចប្រគល់ខ្សែចង្កេះមួយខ្សែនិងកាំបិតបន្ទុះមួយដែលធ្វើអំពីដែកស្ពាន់ពិសេសលោកបានផ្ដាំជាចុងក្រោយដោយសំឡេងសៅថាចូលចាំសិលធម៌គឺជាអាគមដែលខ្លាំងបំផុតបើឯងអត់សិលធម៌អាគមដែលឯងរៀនទាំងអស់វានឹងក្លាយជាថ្នាំពុលសម្រាប់ឯងនៅថ្ងៃណាមួយជាមិនខានក្រោយពិធីបុណ្យសពព្រះគ្រូចប់សពគ្រប់សុកក៏បានសម្រេចចិត្តលាសិក្ខាបទចាកចេញពីវត្តអារាមចូលទៅនៅក្នុងព្រៃជ្រៅដើម្បីចាប់ផ្ដើមជីវិតជាព្រានព្រៃ ព
ប៉ុន្តែគ្មានអ្នកណាដឹងឡើយថាយុវជនដែលពោរពេញដោយវិជ្ជារូបនេះត្រូវមានវាសនាបោកបក់ឲ្យក្លាយជាមហាខ្មាំងដែលញាប់ញ័រដល់នគរនាពេលអនាគតក្រោយពីចាក់ចេញពីវត្តអារាមសុខបានត្រឡប់មកសាងសង់ខ្ទមតូចមួយនៅក្បែរជើងភ្នំបរិភោគមើមឈើនិងបរបាញ់សត្វតាមរបៀបព្រាមព្រៃដើម្បីចិញ្ចឹមជីវិតប៉ុន្តែសន្តិភាពផ្លូវចិត្តរបស់គេមិនបានស្ថិតស្ថេរយូរឡើយឆ្នាំនោះមេឃស្រឡះគ្មានពពកសូម្បីមួយដុំគ្រោះរាំងស្ងួតបានអូសបន្លាយរាប់ខែធ្វើឲ្យស្រែចម្ការរបស់អ្នកភូមិក្រៀមខ្លោចកូនក្មេងយំឃ្លានរកតែអង្ករច្រកឆ្នាំងមិនបានក្នុងពេលដែលអ្នកភូមិកំពុងជួបទុក្ខលំបាកមេស្រុកចិត្តអាក្រក់ម្នាក់ឈ្មោះសឿនដែលជាអ្នកមានអំណាចប្រចាំតំបន់នោះបែរជាឆ្លៀតឱកាសនេះបង្កើតការទាមទារពន្ធដារទ្វេដងអ្នកភូមិណាគ្មានប្រាក់បង់ត្រូវនាយសឿនបញ្ជាឲ្យកូនចៅរឹបអូសយកដីធ្លីគូក្របីនិងពេលខ្លះថែមទាំងចាប់កូនស្រីគេយកទៅធ្វើជាស្រីបម្រើទៀតផងល្ងាចមួយខណៈដែលសុកកំពុងដើរចូលដើម្បីយកសាច់ទៅដូរយកអង្ករគេបានឃើញសកម្មភាពដ៏អយុត្តិធម៌មួយកូនចៅរបស់នាយសឿនកំពុងវាយដំលោកតាជារាម្នាក់ដែលគាត់គ្មានប្រាក់បង់ពន្ធលោកតានោះបានសំពះអង្វរទាំងទឹកភ្នែកសូមលោកមេស្រុកមេត្តាផងឆ្នាំនេះធ្វើស្រែមិនបានផលទេកូនស្រីខ្ញុំក៏ឈឺសូមទុកពេលឲ្យខ្ញុំបន្តិចទៅប៉ុន្តែមេស្រុកសឿនមិនត្រឹមតែមិនស្ដាប់ថែមទាំងប្រើជើងធាក់លោកតាឲ្យដួលទៅលើដីរួចបញ្ជាឲ្យកូនចៅរឹបអូសយកស្រូវកញ្ចប់ចុងក្រោយពីក្នុងផ្ទះរបស់គាត់កំហឹងដែលសង្កត់ទុកក្នុងចិត្តរបស់សុកក៏ផ្ទុះឡើងដែលគេបានដើរចូលទៅឃាត់ប៉ុន្តែត្រូវបានពួកកូនចៅមេស្រុកសោចចំអកនិងស្ទុះមកវាយធ្វើបាបនៅពេលដែលដំបងរបស់ពួកកូនចៅមេស្រុកសំពងមកលើខ្លួនសុកបានឈរថ្មឹងរួចសូត្រគាថាក្នុងចិត្តយ៉ាងខ្លីភ្លាមនោះសំឡេងបានបន្លឺឡើងប៉ុន្តែសុកមិនមានអារម្មណ៍ថាឈឺសំបីតែបន្តិចផ្ទុយទៅវិញពួកកូនចៅមេស្រុកដែលបែរជាចុកដៃរហូតដល់ជ្រុះដំបងពីដៃគ្រប់គ្នាព្រោះសាច់របស់និសុករឹងដូចដែកថែបមេស្រុកឃើញដូចនោះក៏ភ័យស្លន់ស្លោបញ្ជាឲ្យកូនចៅដកដាវយកមកកាប់សុកបានសូត្រមន្តវិជ្ជារួចផ្លុំខ្យល់ទៅលើពួកវាស្រាប់តែពួកទាហានទាំងនោះមានអារម្មណ៍ថាធ្ងន់ភ្នែកទន់ដៃទន់ជើងរួចក៏ដួលសន្លប់នៅនឹងកន្លែងយប់នោះភាពអយុត្តិធម៌ក្នុងចិត្តរបស់សុកបានរុញច្រានឲ្យគេធ្វើរឿងមួយដែលមិនធ្លាប់គិតគេបានប្រើវិជាបំបាំងកាយដើរកាត់ឆ្មាំការពារចូលទៅភូមិគ្រឹះរបស់នាយសឿនគេបានលួចយកមាសប្រាក់និងស្រូវអង្ករដែលមេស្រុកបានរឹបអូសពីអ្នកភូមិយកមកដាក់នៅមុខផ្ទះជនក្រីក្រគ្រប់គ្នាដំបូងឡើយសុកមានអារម្មណ៍ថាខ្លួនឯងជាវីរបុរសប៉ុន្តែរាល់ពេលដែលគេធ្វើអំពើចោរកម្មនេះគេកាន់តែមានអារម្មណ៍ថាខ្លួនឯងមានអំណាចលើសអ្នកដទៃគេចាប់ផ្ដើមសប្បាយនឹងការលួចមិនមែនដើម្បីជួយគេទៀតឡើយតែដើម្បីសងសឹកនឹងសង្គមដែលធ្លាប់បោះបង់គេចោលសុកបានចាប់ផ្ដើមលួចកាន់តែខ្លាំងរហូតដល់ហាយក្បួនអាវុធរបស់មន្ត្រីរាជការគេបានសង់បន្ទាយលាក់ខ្លួនក្នុងព្រៃជ្រៅប្រមូលផ្ដុំអ្នក
ចំណូលថ្មីឲ្យមកធ្វើជាកូនចៅទៀតផងចិត្តដែលធ្លាប់តែស្ងប់ស្ងាត់ប្រែទៅជាច្របូកច្របល់ដោយសារអំណាចគេភ្លេចអស់នៅពាក្យទូមានរបស់ព្រះគ្រូគេភ្លេចនៅសិលធម៌ដែលធ្លាប់ប្រកាន់ភ្ជាប់អាគមមានខ្លាំងមានខ្សោយតែចិត្តមនុស្សមិនអាចលោភលន់គ្មានទីបញ្ចប់គឺជាគ្រោះថ្នាក់បំផុតសុខបានคล้ายជាចោលពេញលក្ខណៈដែលមានអាគមជាអាវុធការពារខ្លួននិងជាអ្នកទាញខ្លួនគេឲ្យធ្លាក់ទៅចូលក្នុងអវិជ័យជីវិតដោយមិនដឹងខ្លួនបន្ទាប់ពីបោះបង់ចោលផ្លូវធម៌សុខលែងជាព្រានព្រៃម្នាក់ដែលស្លូតបូតទៀតហើយឈ្មោះរបស់គេបានคล้ายទៅជាសុបិនអាក្រក់សម្រាប់សេដ្ឋីនិងមន្ត្រីពុករលួយទូទាំងតំបន់គេបានសាងសង់បន្ទាយអាចកំបាំងមួយនៅកណ្ដាលព្រៃដែលជាព្រៃក្រាស់ពោពេញទៅដោយអ័ព្ទនិងសត្វសាហាវគ្មានអ្នកណាម្នាក់អាចចូលទៅដល់បន្ទាយនោះបានឡើយប្រសិនបើគ្មានមន្តបើកផ្លូវរបស់សុខទេរៀងរាល់យប់ថ្ងៃសិលសុខតែងតែអង្គុយសមាធិចម្រើនមន្តអាគមដើម្បីពង្រឹងឫទ្ធិបារមីគេមានវិជាពិសេសដែលធ្វើឲ្យកងទ័ពមន្ត្រីរាជការខ្លោបខ្លាចនៅពេលដែលសុខចង់ចូលលួចក្នុងភូមិគ្រឹះដែលមានឆ្មាំរាប់រយនាក់គេគ្រាន់តែសូត្រមន្តវិជារួចផ្លុំខ្យល់ចេញពីមាត់ខ្យល់នោះនឹងคล้ายជាផ្សែងស្ដើងគ្រើបដណ្ដប់លើភូមិគ្រឹះទាំងមូលធ្វើឲ្យមនុស្សនិងសត្វសូម្បីតែឆ្កែយាមផ្ទះក៏ដេកលង់លក់ក្នុងដំណេកដ៏សែនជ្រៅដែលសូម្បីតែសំឡេងរន្ទះបាញ់ក៏ដាស់មិនភ្ញាក់ដែរក្នុងករណីដែលគេត្រូវទាហានឡោមព័ទ្ធសុខគ្រាន់តែសូត្រគាថារួចយកខ្សាច់មួយក្តាប់បាចទៅលើអាកាសរូបរាងរបស់គេនឹងរលាយបាត់ទៅក្នុងអាកាសដែរមើលមិនឃើញនឹងភ្នែកទទេឃើញត្រឹមតែស្លឹកឈើជ្រុះនិងតាមដានជើងដែលគេដើរប៉ុណ្ណោះនេះជាវិជាដែលធ្វើឲ្យសុខល្បីល្បាញបំផុតមានម្ដងកងទ័ពរាជការជាង50នាក់បានឡោមព័ទ្ធគេនៅមាត់ស្ទឹងពួកទាហានបានបាញ់ព្រួញរាប់រយដើមមកលើរូបគេប៉ុន្តែព្រួញទាំងនោះគ្រាន់តែប៉ះនឹងសាច់របស់សុខក៏ខ្ទាតចេញដូចប៉ះនឹងផ្ទាំងថ្មទាហានម្នាក់បានស្ទុះមកកាប់នឹងដាវយ៉ាងពេញទំហឹងស្រាប់តែដាវនោះបាក់ជាពីរចំណែកសាច់របស់សុខសំបីតែស្នាមឆ្កូតក៏គ្មានដោយមិនអាចបង្ក្រាបបានស្ដេចក៏បានបញ្ជាឲ្យមេទ័ពម្នាក់ដែលជាអ្នកពូកែខាងយុទ្ធសាស្ត្រសង្គ្រាមដឹកនាំទ័ពធំទៅកំទេចបន្ទាយរបស់ចៅសុខសមរភូមិបានផ្ទុះឡើងនៅកណ្ដាលព្រៃជ្រៅមេទ័ពច័ន្ទបានប្រើកំភ្លើងធំនិងធ្នូភ្លើងបានបាញ់ស្រោចទៅលើបន្ទាយរបស់សុខប៉ុន្តែសុខបានឈរនៅលើកំពូលកំពែងរួចសូត្រមន្តមហាមេឃគំរាមរំពេចនោះមេឃដែលកំពុងស្រឡះក៏ប្រែជាខ្មៅងងឹតរន្ទះបាញ់ក្រហមពេញអាកាសហើយភ្លៀងក៏ធ្លាក់ចុះមកយ៉ាងជោគជាំធ្វើឲ្យរំសាវកំភ្លើងធំរបស់ទាហានសើមជោគជាំបាញ់លែងចេញទាំងអស់ក្នុងភាពច្របូកច្របល់នោះសុខបានជិះសេះខ្មៅដ៏មហិមាមួយក្បាលដែលគេសូត្រវិជាឲ្យមានកម្លាំងដូចជាបិសាចបានសម្រុកចូលទៅកណ្ដាលទ័ពរាជការគេមិនបានសម្លាប់ទាហានទាំងនោះទេប៉ុន្តែគេបានប្រើដំបងសំពងឲ្យពួកទាហានទាំងនោះបាក់ទ័ពរត់ប្រសាច
រួចគេក៏រឹបអូសយកស្បៀងអាហារនិងអាវុធទាំងអស់ត្រឡប់ទៅបន្ទាយវិញជ័យជំនះម្ដងហើយម្ដងទៀតបានធ្វើឲ្យសុកកាន់តែមានមោទនភាពខ្លាំងគេចាប់ផ្ដើមជឿថាខ្លួនគេជាអមតៈនិងជាស្ដេចនៃព្រៃភ្នំគេលែងគោរពគ្រូលែងសូត្រមន្តថែរក្សាសិលដែលជាគ្រឹះនៃអាគមទៀតហើយសុកចាប់ផ្ដើមសោយសុខនឹងស្រាកាមគុណនិងទ្រព្យសម្បត្តិដែលគេលួចបានមកគេមិនបានដឹងខ្លួនឡើយថារាល់ដែលពេលគេប្រើអាគមដើម្បីអំពើអាក្រក់និងភាពលោភលន់យ័ន្តដែលសាក់នៅលើខ្នងរបស់គេចាប់ផ្ដើមប្រែពណ៌ពីក្រហមឆ្អៅទៅជាពណ៌ខ្មៅស្រអាប់ម្ដងបន្តិចបារមីដែលធ្លាប់តែជាពន្លឺកំពុងคล้ายទៅជាស្រមោលងងឹតដែលត្រៀមនឹងលាបត្របាក់ជីវិតរបស់គេទៅវិញនៅថ្ងៃណាមួយបន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស់នៅចំពោះមុខចៅសុកមេតបច័ន្ទបានមិនចុះចាញ់ឡើយប៉ុន្តែលោកបានយល់ច្បាស់ថាមិនអាចយកកម្លាំងបាយទៅឈ្នះអំណាចអាគមបានឡើយលោកបានសម្រេចចិត្តទុកកងទ័ពឲ្យនៅចាំបន្ទាយរួចលោកធ្វើដំណើរតែម្នាក់ឯងឆ្ពោះទៅកាន់ភ្នំគូលែនដែលជាទីសក្ការៈនិងជាកន្លែងគង់នៅរបស់ពួកយោគីនិងឥសីដែលមានបារមីខ្ពស់បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ជ្រោះជ្រងំអស់រយៈពេល3ថ្ងៃ3យប់លោកមេតបច័ន្ទបានជួបនឹងលោកតាឥសីម្នាក់ព្រះនាមឥសីអគិនេតដែលកំពុងអង្គុយតាំងសមាធិលើផ្ទាំងថ្មធំមួយលោកតាមានពុកមាត់សរហូតដល់ទ្រូងមុននឹងមេតបច័ន្ទហាមាត់និយាយលោកតាឥសីបានពោលទាំងបិទភ្នែកថាមេតបអើយអ្នកឯងមកទីនេះដើម្បីរកវិធីសម្លាប់មែនទេចូលចាំថាអាគមមិនមែនជាអ្នកសម្លាប់មនុស្សទេគឺចិត្តមនុស្សទេដែលសម្លាប់ខ្លួនឯងចៅសុកដែលឯងចង់បង្ក្រាបនោះគេមិនមែនខ្លាំងដោយសារយ័ន្តនៅលើស្បែកឡើយគឺគេខ្លាំងដោយសារជំនឿចិត្តរបស់គេលោកតាឥសីបានពន្យល់ពីចំណុចខ្សោយរបស់សុកយ៉ាងលម្អិតលោកបានប្រាប់ថាអាគមរបស់សុកកើតចេញពីគ្រូដែលមានសិលដូច្នេះវានឹងមិនសាបសូន្យដោយសារអាវុធទេលោកតាបានប្រគល់វត្ថុពីរយ៉ាងដល់មេតបច័ន្ទវាគឺជាដាវខ្លីមួយដែលដំឡើងពីដែកលើកំពូលភ្នំលាយនឹងជាមួយមាសខ្មៅដាវនោះត្រូវបានត្រាំទឹក7 វត្តដើម្បីបង្កើនអានុភាពបន្សាបសិលស្បែកស្ពាន់សុកមានវិជាបំបាំងកាយនិងសណ្ដំដូច្នេះឯងមិនអាចចូលទៅវាយលុកបន្ទាយគេដោយត្រង់បានទេឯងត្រូវប្រើមោទនភាពរបស់គេមកសម្លាប់គេវិញមេតបសែនបានត្រឡប់មកវិញរួចរៀបចំក្បួនយុទ្ធសាស្ត្រយ៉ាងមុតមាំលោកមិនប្រើទាហានច្រើនទេតែលោកបានជ្រើសរើសយកទាហានពូកែខាងការសម្ដែងលោកបានបំផ្លែងកងទ័ពឲ្យទៅជាក្បួនដង្ហែទ្រព្យសម្បត្តិដែលមើលទៅហាក់ដូចជាសេដ្ឋីម្នាក់កំពុងដឹកជញ្ជូនមាសប្រាក់និងស្រាដ៏មានតម្លៃឆ្លងកាត់ព្រៃក្នុងក្បួននោះមេតបច័ន្ទបានលាក់ដាវនិងទឹកមុនបន្សាបចូលទៅក្នុងពាងស្រាដ៏ឈ្ងុយក្រអូបលោកដឹងច្បាស់ថាចៅសុកកំពុងតែក្រអឺតក្រទើមនិងចូលចិត្តបង្អួតមហិទ្ធិឫទ្ធិប្រកាស
ជាមិនព្រមលែងក្បួនទ្រព្យសម្បត្តិដ៏ធំនេះឲ្យឆ្លងកាត់ទឹកដីខ្លួនងាយៗឡើយសមរភូមិបញ្ញាបានកើតឡើងវាមិនមែនជាការប្រយុទ្ធដោយដាវនិងលំពែងឡើយប៉ុន្តែវាជាការប្រយុទ្ធគ្នារវាងសតិសម្បញ្ញៈនិងកិលេសតណ្ហាមេទ័ពច័ន្ទបានអង្គុយលើរទេះសេះទាំងស្ងប់ចិត្តរងចាំមើលស្រមោលរបស់មហាចៅនឹងលេចឡើងតាមមុនសណ្ដំយប់នោះគឺជាយប់ដែលកំណត់ជោគវាសនារបស់មេចៅអាគមមេឃងងឹតស្លុបគ្មានសំបីតែពន្លឺផ្កាយនៅកណ្ដាលព្រៃក្បួនដង្ហែទ្រព្យសម្បត្តិសពនិមិត្តរបស់មេទ័ពច័ន្ទបានឈប់សម្រាកនៅវាលទំនាបមួយភ្លើងគប់ត្រូវបានអុជយ៉ាងភ្លឺក្លិនស្រាដែលត្រាំដោយទឹកមុនបន្សាបបានភាយឡើងក្រអូបឈ្ងុយឈ្ងប់ពេញព្រៃស្រាប់តែខ្យល់ត្រជាក់មួយបានបក់មើកធ្វើឲ្យភ្លើងគប់សឹងតែរលត់សំឡេងសោចដ៏មានអំណាចបានបន្លឺឡើងពីលើមែកឈើខ្ពស់មេច័ន្ទអើយឯងយកមាសប្រាក់មកប្រគេនយើងដល់មាត់ច្រកបែបនេះតើឲ្យយើងបដិសេធដូចម្តេចបានសុកបានចុះពីលើមែកឈើគេដើរចូលមកកណ្ដាលក្បួនដោយភាពក្រអឺតក្រទើមព្រោះគេជឿថាវិជាបំបាំងកាយនិងស្បែកស្ពាន់របស់ខ្លួនមេទ័ពច័ន្ទមិនបានភ័យខ្លាចនោះឡើយលោកបានហុចពាងស្រាទៅឲ្យសុករួចប្រើឧបាយកលថាលោកចៅអើយបើលោកចង់បានទ្រព្យសម្បត្តិនេះយើងមិនខ្វាត់ទេតែមុននឹងយកសូមផឹកស្រាមិត្តភាពមួយពាងនេះសិនទៅចាត់ទុកជាការលាគ្នាដោយសារមោទនភាពខ្លាំងពេកសុកបានលើកពាងស្រានោះផឹកគ្រាន់តែស្រាធ្លាក់ដល់ក្រពះភ្លាមសុកមានអារម្មណ៍ថាខ្លួនប្រាណចាប់ផ្ដើមក្តៅររាដូចភ្លើងឆេះយន់សាក់នៅលើខ្នងដែលធ្លាប់តែត្រជាក់ក៏ប្រែទៅជាក្តៅពណ៌ស្រអាប់ក្រមៅហើយញ័រទៅត្រើតអាគមដែលកើតចេញពីសិលធម៌នឹងបានជួបទឹកមុនបន្សាបបូករួមនឹងចិត្តដែលសៅមងរបស់សុកធ្វើឲ្យឫទ្ធិបារមីទាំងអស់រលាយសាបសូន្យក្នុងមួយប្រព្រឹត្តភ្នែកមេទ័ពច័ន្ទបានឃើញឱកាសល្អក៏ដកដាវចេញមកសុកស្ទុះទៅយកដាវមកការពារខ្លួនដែររួចក៏សូត្រគាថាការពារប៉ុន្តែគ្មានអ្វីកើតឡើងនោះឡើយគេលែងបំបាំងកាយបានគេលែងមានកម្លាំងដូចដំរីសាទៀតហើយការប្រយុទ្ធគ្នាយ៉ាងសាហាវបានផ្ទុះឡើងសុកប្រឹងប្រើវិធីវិជាដាវដែលរៀនពីព្រះគ្រូមកទប់ទល់ប៉ុន្តែដាវធម្មតារបស់គេមិនអាចទប់ទល់នឹងដាវដែលត្រាំទឹកមុនបានឡើយមេទ័ពច័ន្ទបានវាយសម្រុកយ៉ាងខ្លាំងរហូតដល់ចុងដាវចាក់ទម្លុះដើមទ្រូងរបស់សុកឈាមខ្លាយប្រែជាពណ៌ក្រហមស្រោចលើដីសល់ស្បែកស្ពាន់ដែលគេធ្លាប់អួតអាងបានរលាយបាត់គ្មានសល់សុកដួលទៅលើដីដង្ហើមដង្ហក់ក្នុងភ្នែកដែលចិត្តនឹងបិទគេបានឃើញរូបព្រះគ្រូចៅអធិការឈរញញឹមដោយក្តីមេត្តាសុកបង្ហូរទឹកភ្នែករួចពោលទាំងសោកស្ដាយថាលោកតាកូនខុសហើយខ្ញុំបានបំផ្លាញវិជ្ជាដ៏បរិសុទ្ធដោយសារចិត្តលោភលន់របស់ខ្លួនឯងនៅពេលសុកដាច់ខ្យល់ស្លាប់ទៅស្រាប់តែខ្យល់បក់មើកយ៉ាងខ្លាំងនាំយកសាកសពរបស់គេរលាយបាត់ទៅក្នុងដីបន្សល់ទុកតែខ្សែចង្កេះយ័ន្តដែលប្រែជាពណ៌សស្អាតឡើងវិញ